លោកដូណាល់ត្រាំប្រមានធ្ងន់ធ្ងរថាបាត់ឈប់បាញ់ជាមួយអ៊ីរ៉ាំងនឹងបញ្ចប់នៅល្ងាចថ្ងៃទី22មេសាហើយអាមេរិកមិនពង្យាពេលបន្ថែមទៀតឡើយប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អនុប្រធានាធិបតី Joe Biden និងមន្ត្រីជាន់ខ្ពស់អាមេរិកត្រូវបានគេរំពឹងថានឹងចេញដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារទី21នេះមុនកិច្ចចរចាសន្តិភាពជុំទី2ដែលអាចកើតមានឡើងក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ CNN នៅល្ងាចថ្ងៃច័ន្ទប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញភាពជឿជាក់ថាទីក្រុងតេហេរ៉ាំងនឹងចូលរួមតុចរចាខណៈលោកក៏បានប្រមានពីផលវិបាកប្រសិនបើអ៊ីរ៉ាំងមិនចូលរួមបើទោះបីជាក្រសួងការបរទេសអ៊ីរ៉ាំងធ្លាប់បាននិយាយថាមិនមានការចរចាណាមួយដែលអាចកើតមានឡើងនៅពេលនេះក៏ដោយលោកត្រាំបាននិយាយថាអ៊ីរ៉ាំងនឹងចូលមកកាន់តុចរចាបើពួកគេមិនចូលរួមនោះពួកគេនឹងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកលោកសង្ឃឹមថាអ៊ីរ៉ាំងនឹងធ្វើកិច្ចព្រមព្រៀងបានយ៉ាងយុត្តិធម៌ហើយកសាងប្រទេសរបស់ពួកគេឡើងវិញនៅពេលនោះពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេមុនបញ្ចប់បទសម្ភាសន៍តាមទូរស័ព្ទលោកត្រាំបានបន្ថែមថាមូលហេតុដែលលោកគាំទ្រការប្រើប្រាស់កម្លាំងយោធាព្រោះអាមេរិកគ្មានជំរឿនណាផ្សេងជាមួយនឹងប្រទេសអ៊ីរ៉ាំងទេដូច្នេះអាមេរិកត្រូវតែធ្វើការងារនេះខណៈកន្លងមកអាមេរិកធ្លាប់បានធ្វើការងារនេះបានយ៉ាងល្អហើយនឹងបញ្ចប់វាដោយធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តទន្ទឹមនឹងនេះដែរកិច្ចចរចាចំទី2រវាងអ៊ីស្រាអែលនិងលីបាំងក៏នឹងអាចកើតមានឡើងផងដែរដោយការក្រុងតុកនៅថ្ងៃប្រហ័សទី23មេសានេះបើយោងតាមមន្ត្រីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគួរឲ្យដឹងផងដែរថាកាលពីថ្ងៃច័ន្ទម្សិលមិញនេះមានតែកប៉ាល់ចំនួន16គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់ដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោកខណៈដែលប្រធានកប៉ាល់និងម្ចាស់កប៉ាល់នៅតែមានការប្រុងប្រយ័ត្នដោយសារបាត់ជប់ដៃរវាងអាមេរិកនិងអ៊ីរ៉ាំងមិនមានស្ថិរភាពភ្លាមនៅពេលដែរមហាបាតកម្មរបស់ប្រជាជនអ៊ីរ៉ង់រាប់លានអ្នកចេញធ្វើបាតកម្មដើម្បីផ្ដួលរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មូលហេតុដោយសារតែរដ្ឋាភិបាលមិនអាចស្ដារសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ប្រព័ន្ធជីវភាពប្រជាជនអ៊ីរ៉ង់បានឡើងវិញប្រជាជនអ៊ីរ៉ង់កាលពីអំឡុងខែមករាជាង6លាននាក់បានងើបឡើងបោះបោលទូទាំងប្រទេសរហូតដល់ដាក់ផែនការរុញទម្លាក់រដ្ឋាភិបាលរបស់ខ្លួនតែនៅពេលនោះដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាពរដ្ឋាភិបាលនិងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់សម្រេចកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទាំងស្រុងគឺប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុននិងពិភពលោកពីក្រសែភ្នែករបស់ប្រជាជនអ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់ស្ថិតនៅក្នុងស្ថានភាពងងឹតមិនអាចមានទំនាក់ទំនងទៅកាន់ពិភពខាងក្រៅដោយសេរីនោះទេជាមួយនឹងការបង្ក្រាបយ៉ាងឃោរឃៅបំផុតអ៊ីរ៉ង់បង្ក្រាបប្រជាជនមិនឲ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់តាក់ទងសម្ព័ន្ធភាពឬក៏ប្រស្រ័យតាក់ទងក្នុងសង្គមអ៊ីរ៉ង់នោះទេមូលហេតុតែមួយគត់គឺទប់ស្កាត់ចលនាបះបោរតាមប្រព័ន្ធ Facebook តាមទំនាក់ទំនងសង្គមនៃប្រព័ន្ធអេឡិចត្រូនិកតែនៅពេលនេះរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងតែរៀបចំឲ្យមានប្រព័ន្ធអ៊ីនធឺណិតឡើងវិញប៉ុន្តែសម្រាប់ឲ្យប្រើប្រាស់តែទៅលើគោលដៅសំខាន់មិនមែនជាមុខសញ្ញាបះបោរនោះទេក្រុមអង្គការសិទ្ធិមនុស្សឲ្យដឹងថាអ៊ីនធឺណិតដែលរដ្ឋាភិបាលអ៊ីរ៉ង់រៀបចំឲ្យមានឡើងវិញនេះគឺសម្រាប់តែកូនកម្មាភិបាលកូនមន្ត្រីបពុរបស់ខ្លួននិងសម្ព័ន្ធភាពរបស់ខ្លួនតែប៉ុណ្ណោះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ជាលក្ខណៈទូទៅទូទាំងប្រទេសនោះទេខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដោយក្រុម 7 Info ដែលមានដូចតទៅនេះអ៊ីរ៉ង់បើកឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់អ៊ីនធឺណិតបានប៉ុន្តែមានការរឹតបន្តឹងនិងកំណត់ឯកសិទ្ធិនៅក្នុងការចូលប្រើប្រាស់អាជ្ញាធរអ៊ីរ៉ង់បានបង្កើតនៅបញ្ជីឈ្មោះបុគ្គលនិងអង្គភាពដែលអាចទទួលបានសិទ្ធិនៅក្នុងការប្រើប្រាស់អ៊ីនធឺណិតបានដែលជាការកំណត់ការប្រើប្រាស់អ៊ីនធឺណិតបន្តិចម្ដងសកម្មភាពនេះគ្រាន់តែបង្ហាញឲ្យឃើញថាប្រជាជនអ៊ីរ៉ង់ជាង90លាននាក់នៅតែមិនអាចបង្កើតបាននូវការទំនាក់ទំនងក្នុងអំឡុងសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរដ្ឋាភិបាលអ៊ីរ៉ង់បានបិទអ៊ីនធឺណិតស្ទើរតែទាំងស្រុងនៅទូទាំងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្រាប់បែកដំបូងបានធ្លាក់ចូលទៅក្នុងទីក្រុងតេហេរ៉ង់នៅក្នុងថ្ងៃទី28កុម្ភៈប៉ុន្តែមានការរាយការណ៍តាំងពីដំបូងថាតាំងពីខែមករានៅពេលដែលចំណាត់ការខ្លាំងក្លារបស់ប្រជាពលរដ្ឋតវ៉ាលើរដ្ឋាភិបាលគឺគេបានបង្ក្រាបទៅលើបាតុករដោយមានការបិទអ៊ីនធឺណិតរួចទៅហើយនៅពេលនោះលំហូរចូលនៅអ៊ីនធឺណិតពីខាងក្រៅតាមរយៈឧបករណ៍ចែករំលែកដោយ Starlink ត្រូវបានត្រួតពិនិត្យនៅក្នុងទឹកដីយ៉ាងម៉ឺងម៉ាត់ទៀតផង
ឥឡូវវិធានការនេះបានតបភ្ជាប់អ៊ីនធឺណិតមកវិញប៉ុន្តែបានត្រឹមតែ 2% តែប៉ុណ្ណោះនៃកម្រិតមុនសង្គ្រាមនេះបើយោងទៅតាមអ្នកខ្លំមើលបានរាយការណ៍ឲ្យដឹងប្រាប់ព័ត៌មានអាចារ្យសេរ៉ាមុខងារអ៊ីនធឺណិតមានកម្រិតដើម្បីរក្សាសេវាកម្មនិងកម្មវិធីក្នុងស្រុកមួយចំនួនឲ្យនៅរស់រវើកបានដែលសំដៅទៅលើបណ្ដាញសង្គមនៅក្នុងស្រុកមួយចំនួនប្រជាជនមានការខកចិត្តជាខ្លាំងដែលថាសេដ្ឋកិច្ចរងនៅផលប៉ះពាល់ប្រាក់ចំណូលរាប់ពាន់លានដុល្លារហើយជាលទ្ធផលក៏ដាច់ចរន្តឌីជីថលជាង 1200 ម៉ោងយ៉ាងណាក៏ដោយក្តីអាជីវកម្មដែលត្រូវបានគេមើលឃើញចាប់ផ្ដើមរីកចម្រើនវិញគឺទីផ្សារងងឹតសម្រាប់ការតភ្ជាប់អ៊ីនធឺណិតនៅក្នុងសប្តាហ៍នេះមនុស្សនិងអង្គការរាប់ម៉ឺននាក់បានជ្រើសរើសដោយរដ្ឋដែលផ្អែកលើមុខតំណែងនិងវិជ្ជាជីវៈរបស់ពួកគេថាតើពួកគេអាចសមប្រកបនៅក្នុងការប្រើប្រាស់អ៊ីនធឺណិតបានដែរឬទេពួកគេត្រូវបានអញ្ជើញឲ្យមកចុះឈ្មោះនិងទទួលបានសារជាអក្សរដើម្បីភ្ជាប់ទៅនឹងសេវាកម្មមួយដែលមានឈ្មោះថា Internet Pro ដែលសេវាកម្មនេះត្រូវបានជ្រើសរើសសម្រាប់ការតភ្ជាប់អ៊ីនធឺណិតមានកំណត់និងមានការវាស់ស្ទង់ដោយគេហទំព័ររាប់ពាន់និងសេវាកម្មផ្ញើសារសកលភាគច្រើនត្រូវបានរារាំងយ៉ាងណាមិញនោះគេបានដឹងថាមាន Google មួយដែរដែលអាចដំណើរការ App Store ក៏អាចដំណើរការផងដែរប៉ុន្តែមានកម្មវិធីជាច្រើនទៀតនៅក្នុង App Store ត្រូវបានកម្រិតសេវាកម្មនេះកំពុងត្រូវបានលក់ក្នុងទម្រង់ជាកញ្ចប់ទិន្នន័យ 50GB ដោយក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាចំនួន3ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋអាជ្ញាធររដ្ឋក៏អាចចេញនៅពិធីការអ៊ីនធឺណិតដើម្បីកំណត់ការតភ្ជាប់សកលទៅកាន់ការិយាល័យដែលបានកំណត់របស់ក្រុមហ៊ុននិងអាជីវកម្មដែលទទួលបានការលើកលែងផងដែរនោះអ្នកដាក់ពាក្យសុំត្រូវតែផ្ដល់ឯកសារសម្គាល់ព័ត៌មាននិងឯកសារវិជ្ជាជីវៈឬក៏ឯកសារយោងរបស់ពួកគេដើម្បីអាចប្រើប្រាស់បានម្ចាស់អាជីវកម្មនិងពាណិជ្ជករដែលត្រូវបានណែនាំដោយក្រសួងបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងនៅអាជ្ញាធរផ្សេងទៀតតាមរយៈសមាគមនិងសភាពាណិជ្ជកម្មរបស់ពួកគេគឺជាជនដំបូងគេដែលត្រូវភ្ជាប់ទំនាក់ទំនងនៅក្នុងខែនេះចំណែកឯវិជ្ជបណ្ឌិតសាស្ត្រាចារ្យសាកលវិទ្យាល័យអ្នកស្រាវជ្រាវនិងអ្នកសិក្សាស្រាវជ្រាវនៅក្នុងវិស័យផ្សេងៗដទៃទៀតត្រូវបានតែងតាំងដោយក្រសួងវិទ្យាសាស្ត្រសម្រាប់ការចូលប្រើប្រាស់អ៊ីនធឺណិតឯអ្នកធ្វើការឯករាជ្យត្រូវបានប្រាប់ឲ្យចុះឈ្មោះតាមរយៈគេហទំព័រមួយដែលបង្កើតឡើងដោយសមាគម ICT អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋផងដែរជាសេវាកម្មដាច់ដោយឡែកមួយពីសេវាកម្មដែលអ្នកប្រើប្រាស់ SIM កាតពណ៌សពេញចិត្តដែលផ្ដល់ជូននូវការតភ្ជាប់ដែលមានការរឹតបន្តឹងតិចជាងមុននិងត្រូវបានបំរុងទុកសម្រាប់មន្ត្រីអង្គភាពនិងបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋអ្នកសារព័ត៌មាននិងអ្នកគាំទ្រស៊ីវិលមួយចំនួនរបស់ស្ថាប័នត្រូវបានគេមើលឃើញថាកំពុងជួយផ្សព្វផ្សាយសារក្នុងនាមជារដ្ឋាភិបាលផងដែរដើម្បីធ្វើយ៉ាងណាឲ្យប្រទេសរបស់ពួកគេមានការប្រើប្រាស់អ៊ីនធឺណិតឲ្យបានច្រើនដូចមុនវិញអររយៈពេលជាច្រើនឆ្នាំមកហើយអាជ្ញាធរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថាពួកគេប្រឆាំងនឹងប្រព័ន្ធអ៊ីនធឺណិតក្រៅប្រទេសដែលចាត់ទុកថាវាគឺជាការបង្កើតនៅការយកព័ត៌មានពីរដ្ឋហើយលើពីនេះទៅទៀតគេចាត់ទុកផងដែរថាការតភ្ជាប់ត្បិតថាវាគឺជាសិទ្ធិឯកជនក៏ប៉ុន្តែវាគឺជាឯកសិទ្ធិមួយសម្រាប់រដ្ឋាភិបាលផងដែរនៅពេលដែលយុគសម័យកាន់តែរីកចម្រើនផ្នែក Digital យ៉ាងឆាប់រហ័សជាមួយនឹងហានិភ័យប្រព័ន្ធដែលកំពុងដំណើរការនិងពង្រីកខ្លួននេះគឺត្រូវបានរងការរិះគន់យ៉ាងខ្លាំងណាស់ព្រោះគំនិតនេះគឺវាប្រឆាំងអំពីសេរីភាពរបស់ប្រជាជននៅក្នុងការប្រើប្រាស់នៅអ្វីដែលមាននៅក្នុងទីផ្សារដោយសេរីទីភ្នាក់ងារសារព័ត៌មាន ISNA ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋបានដាក់រហស្សនាម Internet Pro យ៉ាងណាមិញនោះវិញថាជាជំរឿជំនាញដែលផ្ដល់នូវការតភ្ជាប់ដែលមានស្ថិរភាពសម្រាប់សកម្មភាពវិជ្ជាជីវៈទីភ្នាក់ងារសារព័ត៌មាននេះបានលើកទឹកចិត្តឲ្យមានអ្នកដាក់ពាក្យឲ្យច្រើនមកនិងជួយនៅក្នុងការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ទាំង3ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងជាមួយនឹងរដ្ឋនោះគ្មានប្រព័ន្ធណាដែលមានកម្រិតបែបនេះត្រូវអនុវត្តក្នុងទ្រង់ទ្រាយធំណាមួយជំវិញការផ្ដាច់អ៊ីនធឺណិតរយៈពេលខ្លីក្នុងអំឡុងសង្គ្រាមកាលពី12ថ្ងៃនោះទេរហូតដល់មានការរាយការណ៍ពីប្រជាជនប្រាប់គេហទំព័រសារព័ត៌មានអន្តរជាតិធំថាប្រជាជននៅក្នុងប្រទេសនេះទាមទារឲ្យមានការស្ដារអ៊ីនធឺណិតឡើងវិញទាំងស្រុងនៅក្នុងនោះមានមនុស្សរាប់ពាន់នាក់រៀបរាប់ថាបើមិននិយាយអំពីនយោបាយយើងនិយាយតែអំពីជីវភាពទូទៅការគ្មានអ៊ីនធឺណិតប្រើប្រាស់ធ្វើឲ្យបាត់បង់នូវឱកាសការងាររំខានដល់ជីវិតបច្ចុប្បន្នតែម្ដងអ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ដែលអាក់ខាននៅក្នុងការប្រើប្រាស់និងសម្រេចចិត្តនៅក្នុងការជ្រើសរើសចុះឈ្មោះសម្រាប់ Internet Pro របស់រដ្ឋគឺបានលើកឡើងប្រាប់អាចារ្យសេរ៉ាថាខ្ញុំគឺជាអ្នកជំនាញខាងសន្តិសុខតាមអ៊ីនធឺណិតនិងបណ្ដាញម៉ាស៊ីនមេនិងប្រព័ន្ធរបស់យើងមិនបានទទួលការអាប់ដេតសុវត្ថិភាពអរិយពេល2ខែមកហើយយើងក៏បាត់បង់ឱកាសក្នុងការធ្វើសមាហរណកម្មផងដែរការនេះវាបង្កើតហានិភ័យនិងបញ្ឈប់ការអភិវឌ្ឍមួយខ្ញុំមិនច្បាស់ថាតើក្រុមរបស់ខ្ញុំនឹងអាចបន្តកិច្ចសន្យាការងាររបស់ខ្លួននៅក្នុងឆ្នាំនេះដែរឬអត់ទេជាមួយនឹងលក្ខខណ្ឌសេដ្ឋកិច្ចបែបនេះមានប្រជាជនអ៊ីរ៉ង់មួយចំនួនទៀតបានព្យាយាមនៅក្នុងការស្វែងរកអ៊ីនធឺណិតសព្វនិមិត្តពីបរទេសដូចជាបណ្ដាញឯកជននិមិត្ត VPN និងវិធីសាស្ត្រផ្សេងទៀតដើម្បីអាចចូលប្រើប្រាស់កម្មវិធីទូទៅបាននិពន្ធនាយកនៃគេហទំព័រព័ត៌មានឯកជនតាមអ៊ីនធឺណិតនិងសេវាកម្មព័ត៌មានអនឡាញមួយរូបដែលមានឈ្មោះថា Honaman បានសរសេរនៅក្នុងបណ្ដាញសង្គម X ថាលោកមិនបានអើពើនឹងអ្វីដែលគេផ្ដាល់ឲ្យនោះទេលោកប្រើពាក្យថាគឺ Internet Pro ក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះ
ព្រោះលោកបានសរសេរបន្តថាការចូលប្រើប្រាស់អ៊ីនធឺណិតដ៏ឥតគិតថ្លៃវាគឺជាសិទ្ធិមូលដ្ឋាននិងជាមូលដ្ឋានសម្រាប់មនុស្សទាំងអស់គ្នាតែម្ដងចំណែកឯការផ្ដល់ឲ្យតែឥស្សរជនដោយផ្អែកលើចំណាត់ថ្នាក់របស់រដ្ឋគឺបង្កើតឲ្យមាននៅភាពមិនប្រក្រតីបង្កើតឲ្យមាននៅការរំខានអ៊ីនធឺណិតធ្ងន់ធ្ងរបង្កើតបំភាន់នៅការតបចាប់ដោយសេរីបំផ្លាញសាមគ្គីភាពសង្គមហើយរំលោភបំពានលើភាពឯកជនផ្ទាល់ខ្លួននិងផ្សព្វផ្សាយនៅទីផ្សារងងឹតទៀតផងក្រៅតែវិធីសាស្ត្រនេះក៏មានវិធីសាស្ត្រនៅក្នុងទីផ្សារងងឹតផ្សេងទៀតដូចជាការបញ្ឆោតអ្នកត្រួតពិនិត្យអ៊ីនធឺណិតឲ្យគិតថាមានអ្នកកំពុងចូលមើលគេហទំព័រឬសេវាកម្មដែលត្រូវបានអនុញ្ញាតនៅពេលដែលពួកគេកំពុងចូលមើលនៅខ្លឹមសារដែលត្រូវបានបង្ខាំងទុកហើយបន្ទាប់មកអាជ្ញាធរបានចាត់វិធានការយ៉ាងឆាប់រហ័សរារាំងដំណើរការគណនេយ្យនោះទាំងស្រុងអ្នកជំនាញពីររូបបានប្រាប់អាចារ្យសារ៉ាឲ្យដឹងថាអ៊ីរ៉ង់នៅក្នុងពេលនេះកំពុងពង្រាយនៅបច្ចេកវិទ្យាមួយគេហៅថា NAT ជាតិគឺច្រកទ្វារតែមួយសម្រាប់ប្រទេសចរាចរណ៍អ៊ីនធឺណិតទាំងអស់ត្រូវតែឆ្លងកាត់ច្រកតែមួយនេះប៉ុណ្ណោះសម្ដៅគ្រប់គ្រងឲ្យបានជាកម្រិតខ្ពស់និងត្រួតពិនិត្យសមត្ថភាពឲ្យកាន់តែប្រសើរឡើងជាពិសេសប្រយុទ្ធប្រឆាំងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកិច្ចវេះនៅការប្រើប្រាស់អ៊ីនធឺណិតរបស់រដ្ឋនិងបម្រើខុសពីប្រយោជន៍រដ្ឋយុវជននៅទីក្រុងតេហរ៉ង់ម្នាក់ដែលបានចូលប្រើប្រាស់អ៊ីនធឺណិតប្រូក្នុងគោលដៅស្រាវជ្រាវតែយ៉ាងណាក៏បានបញ្ជាក់ផងដែរថា Telegram, WhatsApp, Instagram គឺមិនអាចប្រើប្រាស់បានដោយអ៊ីនធឺណិតប្រូនោះទេសូម្បីតែ ChatGPT ក៏មិនអាចប្រើប្រាស់បានដែរប៉ុន្តែនៅក្នុងនោះគេអាចមើលឃើញនៅ AI chatbot បញ្ញាសិប្បនិម្មិតដូចជារបស់ចិនគឺ DeepSeek ទៅវិញ